ហើយយើងចង់វាព្រីនឲ្យយើងបានទៀតណាអូខេខាំ8 1 គីឡូ $20 តម្លៃអស់3.6កាក់អញ្ចឹងជីយើងអាចព្រីនបានបាច់ភ្ជាប់với system សួស្តីបងប្អូនថ្ងៃនេះខ្ញុំធ្វើវីដេអូបង្ហាញពីប្រភេទជីណាប៉ុន្តែយើងមានច្រើនដែលមិនសូវបានថតទេជីក្លឹងមាសក៏មានជីក្លឹងគ្រឿងក៏មានណាជីក្លឹងរបស់ធំមាន30-40 គីឡូយើងមានអស់ហើយនេះជីក្លឹងហើយយើងព្រីនបានណាឧទាហរណ៍ថាឥឡូវអីវ៉ាន់ហ្នឹងទម្ងន់វាខាំ8ហើយយើងលក់អីវ៉ាន់ហ្នឹង1 គីឡូ$20ណា$20អញ្ចឹងវាគិតជាលុយឲ្យយើងគឺ3.6កាក់ណាហើយយើងចង់វាព្រីនឲ្យយើងបានទៀតណាអូខេខាំ8 1 គីឡូ $20តម្លៃអស់3.6កាក់អញ្ចឹងជីយើងអាចព្រីនបានបាច់ភ្ជាប់với system ឯប៉ុន្តែយើងក៏ចង់ដឹងថាអីវ៉ាន់ដែលយើងថ្លឹងលើហ្នឹងតម្លៃប្រហែលទម្ងន់ប្រហែលគឺយើងព្រីនឲ្យបានណាហើយយើងអាចប្រូលេខទូរស័ព្ទរបស់យើងថ្ងៃខែបានណាជីនេះយើងអាចព្រីនបានជីនេះយើងថ្លឹងធម្មតាណាប្រភេទនេះប្រភេទសាក់ថ្មយើងសាក់មកពេញទៅប្រើបាន7-8ថ្ងៃបានអស់បងប្អូនអញ្ចឹងអានេះយើងមើលទៅ40 គីឡូដូចគ្នាបើរូបរាងខុសគ្នាអញ្ចឹងណាតែការប្រើប្រាស់អីក៏ដូចតែគ្នាដែរហើយធន់អីដូចគ្នាណាអញ្ចឹងឧទាហរណ៍នេះឥឡូវយើងថ្លឹងដូចគ្នានេះមកខាំ7បើយើងចង់ដាក់យើងចង់គិតលុយថាអីវ៉ាន់ប៉ុណ្ណឹងអស់ប្រហែលទីហោថា$20ដូចនេះទៅយើងវាយទៅលេខ20មកវាគុណទឹកលុយឲ្យណាប៉ុន្តែនេះវាអត់មានព្រីនទេយើងគ្រាន់តែដឹងថាអូអីវ៉ាន់ទីហោបងមកលក់សាច់ជ្រូកណាលក់សាច់ជ្រូកយើងចុចវីសូនសិនលើទីហោនេះជាសាច់ជ្រូកទៅណាយើងខ្លឹមទៅបាន3ខាំ8ហើយបើយើងលក់សាច់ជ្រូក1 គីឡូថា30000មាន7.5កាក់ណាអញ្ចឹងយើងចុចតែប៉ុណ្្នឹងមកយើងឃើញទឹកលុយហ្នឹងទឹកលុយទី8ទីហោបងប្អូនគិតជាលុយខ្មែរវិញទីហោណាយើងខ្ជិលគុណដុល្លារចុះដុល្លារឡើងណាអញ្ចឹងយើងដាក់ប៉ុណ្ណោះទៅថា30000ណានេះវាចុចអត់បានវាគិតបានតែជាដុល្លារអញ្ចឹងយើងបានតែលុយដុល្លារណាព្រោះខ្ទង់ដែលវាចេញវាអត់បានច្រើនខ្ទង់តែបើបងប្អូន start បងប្អូនអាចដាក់វា3វិញយើងឧទាហរណ៍លើលេខ300អញ្ចឹងយើងគិតថាវាអស់11500ដូចខ្មែរអញ្ចឹងវាប្រើស្រួលទេអញ្ចឹងសម្រាប់បងប្អូនដែលមានតម្រូវការអញ្ជីងយើងមានច្រើនប្រភេទច្រើនຂະຫນាតច្រើនទម្ងន់ណាប្រភេទទូចនេះយើងឃើញខុសគ្នាប៉ុន្តែនេះវាថ្លឹងបានកន្លះគីឡូប៉ុន្តែវាបង្ហាញអញ្ជីងនេះនៅក្រោយក្បៀសគឺបាន2ខ្ទង់ណាអញ្ចឹងបងប្អូនដែលថ្លឹងគ្រឿងយើងត្រូវការក្រោយក្បៀសនឹងច្រើនអញ្ចឹងយើងយកលេខដែលសក្រិតយើងសក្រិតណាមើលវាបង្ហាញអានេះមានន័យនៅក្រោយក្បៀសឃើញ2ខ្ទង់យើងមានន័យបើសិនជា1ក្រាមឃើញ1ក្រាមចុច2 1ក្រាមចុច3គឺយើងមើលឃើញទាំងអស់អញ្ចឹងនេះឃើញ2ខ្ទង់តែនេះប្រភេទឃើញតែ1ខ្ទង់ទេនេះក្រោយក្បៀសតែ1ខ្ទង់អញ្ចឹងបើយើងឃើញ1ក្រាមឃើញ1ក្រាមចុច1ចុច2យកមកអត់ឃើញ1ក្រាមចុច1 25 1 28អីមើលអត់ឃើញទេព្រោះតែសាញជីងខុសគ្នាបាទហើយនេះជីងប្រភេទថ្លឹងមាសអញ្ចឹងយើងអាចឃើញជាលីជាងហ៊ុនអីបានណាយើងអាចបដូរម៉ូតអីបានណានៅលើនេះវាមានម៉ូតអានេះជាក្រាមយើងចង់ជាអានេះជាអោនណាបើយើងគិតជាមាសស្អីគេទេមាសដូចជានេះអានេះមាសណាអញ្ចឹងយើងអាចថ្លឹងទៅឃើញជីឃើញហ៊ុននៅក្នុងនឹងបានណាអញ្ចឹងឥឡូវបងប្អូនមានតម្រូវការតាក់ទងមកពេកមកថាចង់បានជីងអីហ្នឹងយើងណែនាំណាសូមអរគុណ